មន្ទីរសុខាភិបាលខេត្តព្រះសីហនុបូកសរុបលទ្ធផលការងារប្រយុទ្ធនឹងជំងឺអេដនិងដាក់ចេញទិសដៅបន្តកាលពីព្រឹកថ្ងៃទី3ខែមិថុនាឆ្នាំ2026មន្ទីរសុខាភិបាលខេត្តព្រះសីហនុបានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រយុទ្ធនឹងជំងឺអេដឆ្នាំ2025និងត្រីមាសទី1ឆ្នាំ2026ក្រោមអធិបតីភាពលោកនៃគង់អភិបាលរងខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺអេដខេត្តព្រះសីហនុនៅក្នុងអង្គសិក្ខាសាលាលោកអភិបាលរងខេត្តបានរំលឹកពីគោលនយោបាយជាតិបញ្ចប់អេដនិងចីរភាពកម្មវិធីអេដឆ្នាំ2023-2028របស់រាជរដ្ឋាភិបាលដែលមានគោលដៅធំៗចំនួន3គឺកាត់បន្ថយការឆ្លងថ្មីឲ្យតិចជាង200នាក់ក្នុងមួយឆ្នាំកាត់បន្ថយការស្លាប់ក្រោម200នាក់ក្នុងមួយឆ្នាំនិងលុបបំបាត់ការរើសអើងតាមរបាយការណ៍របស់លោកស្រីលឹមសាមៀនប្រធានមន្ទីរសុខាភិបាលខេត្តស្ថានភាពជំងឺអេដមានការប្រែប្រួលដូចខាងក្រោមឆ្នាំ2025មានអ្នកជំងឺអេដសរុប2393នាក់ស្រី1028នាក់ករណីឆ្លងថ្មី166នាក់ស្រី47នាក់និងអ្នកជំងឺតាមដាន831នាក់ត្រីមាសទី1ឆ្នាំ2026អ្នកជំងឺកំពុងទទួលសេវាកើនឡើងដល់2510នាក់ស្រី1034នាក់មានករណីឆ្លងថ្មី46នាក់ស្រី15នាក់និងមានអ្នកជំងឺកាមរោគ277នាក់ក្រៅពីនេះមន្ទីរក៏បានបង្ហាញលទ្ធផលសុខាភិបាលទូទៅឆ្នាំ2025ដូចជាការពិគ្រោះជំងឺក្រៅបានជាង130,000ករណីសម្រាលកូនបាន4674នាក់និងចាក់ថ្នាំបង្ការដល់កុមារបានជាង30,000នាក់ជាទិសដៅទៅមុខមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានបដិញ្ញាពង្រឹងការធ្វើតេស្តការព្យាបាលដោយផ្ដោតលើក្រុមប្រជាជនគន្លឹះដូចជាក្រុមបុរសរួមភេទជាមួយបុរសក្រុមអ្នកប្ដូរភេទនិងស្ត្រីបម្រើសេវាកម្សាន្តព្រមទាំងជំរុញការផ្ដល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលទន្ទឹមនឹងនោះលោកអភិបាលរងខេត្តក៏បានអំពាវនាវដល់សាធារណជនឲ្យបញ្ឈប់ការរើសអើងនិងលើកទឹកចិត្តដល់អ្នកដែលមានហានិភ័យឆ្លងមេរោគអេដឲ្យហ៊ានមកពិនិត្យឈាមដើម្បីរួមគ្នាកសាងកម្ពុជាមួយដែលគ្មានមេរោគអេដនាពេលអនាគត